ដឹងអត់ថាការរំលោភចំណីផ្លូវអាចមានទោសរហូតដល់ជាប់ពន្ធនាគារពុកម៉ែបងប្អូនដឹងទេថាការរំលោភចំណីផ្លូវក៏អាចធ្វើឲ្យយើងជាប់ទោសទណ្ឌបានដែរកន្លងមកមានប្រជាប្រដ្ឋភាគច្រើនតែងធ្វើតាមគ្នាឬធ្វើតគ្នាដោយជាលក់ដូរសង់សំយាបសំណង់រឹងនៅលើចិញ្ចើមផ្លូវទន្ទឹមគ្នានោះក៏មានប្រជាប្រដ្ឋមួយចំនួនយកចិញ្ចើមផ្លូវធ្វើចំណតសម្រាប់ធ្វើអាជីវកម្មនៅក្នុងអាហារដ្ឋានរបស់ខ្លួនដែលទង្វើនេះបានបំពានច្បាប់ស្តីពីផ្លូវថ្នល់ថ្ងៃនេះយើងមកស្វែងយល់ពីដីចំណីផ្លូវនិងលម្អិតពីទោសនៃការរំលោភចំណីផ្លូវទាំងអស់គ្នាដីចំណីផ្លូវសំដៅដល់ដីដែលនៅសងខាងខ្សែបន្ទាត់ផ្ចិតនៃផ្លូវថ្នល់ព្រមទាំងទំហំចំណីផ្លូវថ្នល់ទុកបម្រុងសម្រាប់ការគ្រប់គ្រងការអភិវឌ្ឍនិងការការពារផ្លូវថ្នល់ធានាសុវត្ថិភាពចរាចរណ៍និងសម្រាប់ការប្រើប្រាស់ការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀតដែលកំណត់ដោយខ្សែបន្ទាត់ព្រំដីចំណីផ្លូវនេះបើតាមច្បាប់ស្តីពីផ្លូវថ្នល់ចុះថ្ងៃទី8ខែឧសភាឆ្នាំ2014ផ្អែកតាមច្បាប់ដដែលនេះអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិតទូចសុខៈបានថ្លែងថាទោសទណ្ឌនៃការរំលោភចំណីផ្លូវសាធារណៈមានដូចខាងក្រោមបានចែងជាអាតមាត្រា64ជនណាដែលធ្វើកិច្ចការសាធារណៈទាំងឡាយនៅក្នុងតួផ្លូវទ្រូងផ្លូវជាយផ្លូវកែមផ្លូវនិងដីនៅសល់នៃដីចំណីផ្លូវដែលគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ត្រូវពិន័យអន្តរការជាប្រាក់ចំនួន500,000រៀលចំណែកមាត្រា66ជនណាដែលធ្វើនៅការលើដីចំណីផ្លូវសម្រាប់ធ្វើផ្លូវចេញចូលគេហដ្ឋានអគាររោងចក្រសហគ្រាសឬកន្លែងផ្សេងដែលជាប់ផ្លូវថ្នល់ដែលគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ត្រូវពិន័យអន្តរការជាប្រាក់ចំនួន50,000រៀលករណីនៅតែបន្តប្រព្រឹត្តល្មើសទៀតត្រូវពិន័យអន្តរការជាប្រាក់ទ្វេដងបើតាមមាត្រា70ជនណាដែលរៀបចំសកម្មភាពនិងពិធីផ្សេងនៅលើដងផ្លូវថ្នល់គ្មានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវពិន័យអន្តរការជាប្រាក់ចំនួន100,000រៀលជនណាដែលរៀបចំសកម្មភាពនិងពិធីផ្សេងនៅលើដងផ្លូវថ្នល់គ្មានឬមានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ក្រោមជាតិនិងបណ្ដាលឲ្យខូចខាតដោយអចេតនាដល់ផ្លូវថ្នល់ឬបរិក្ខារផ្លូវថ្នល់ត្រូវតម្រូវឲ្យធ្វើការជួសជុលឡើងវិញឲ្យដូចស្ថានភាពដើមនិងត្រូវផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា419ធ្វើឲ្យខូចខាតផ្សេងទៀតដោយខ្វះការប្រុងប្រយ័ត្នឬការមិនគោរពបទបញ្ជានៃក្រមព្រហ្មទណ្ឌមាត្រា71ជនណាដែលសាងសង់ដោយខុសច្បាប់នៅសំណង់រឹងមាំមានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ត្រូវប្រមានជាលាយលក្ខណ៍អក្សរនិងតម្រូវឲ្យរុះរើចេញនៅសំណង់នោះក្នុងករណីរឹងទទឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ1ឆ្នាំនិងពិន័យជាប្រាក់ពី100,000រៀលទៅ2លានរៀលមាត្រា72ជនណាដែលសាងសង់សំណង់ផ្សេងដោយមិនបានគោរពតាមចំណុចទី1និងចំណុចទី2នៃមាត្រា30នៃច្បាប់នេះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី100,000រៀលទៅ1លានរៀលនិងតម្រូវឲ្យរុះរើចេញនៅសំណង់នោះករណីរឹងទទឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី6ខែទៅ2ឆ្នាំនិងពិន័យជាប្រាក់ពី1លានរៀលទៅ4លានរៀលមាត្រា74ជនណាដែលទន្ទ្រានត្រួតត្រាប្រើប្រាស់ដោយសាងសង់សំណង់ឬការទាំងឡាយបំពានលើដីរបស់ផ្លូវថ្នល់ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី100,000រៀលទៅ1លានរៀលនិងតម្រូវឲ្យរុះរើករណីរឹងទទឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី6ខែទៅ2ឆ្នាំនិងពិន័យជាប្រាក់ពី1លានរៀលទៅ4លានរៀល